បងប្អូនមានដាក់ឆ្ងល់អត់ថាហេតុអីបានជាពេលយើងញ៉ាំស៊ូស៊ីឬក៏សាស៊ីមីត្រីឆៅម្ហូបជប៉ុននេះមួយចំនួនគឺគេដាក់ជ្រូកខ្ញីឲ្យយើងណាជ្រូកខ្ញីហ្នឹងនៅជប៉ុនគេហៅថា gari បងប្អូនហើយវាមិនមែនជាគ្រឿងតុបតែងលើចានទេទូនទីរបស់វាហ្នឹងគឺជួយ cleanse refresh ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយឧទាហរណ៍ថាយើងញ៉ាំ salmon sushi រួចមួយមុខហើយប៉ុន្តែយើងចង់បដូរទៅញ៉ាំសាស៊ីមីវិញឧទាហរណ៍ tuna សាស៊ីមីអីចឹងទៅអញ្ចឹងមុននឹងយើងញ៉ាំ tuna សាស៊ីមីហ្នឹងយើងត្រូវញ៉ាំខ្ញីនឹងបន្តិចសិនដើម្បីឲ្យវាកាត់អារសជាតិពីមុនចេញពីមាត់យើងសិនដែលធ្វើឲ្យយើងភ្លក់អាម្ហូបថ្មីហ្នឹងបានច្បាស់ជាងមុនហើយសម្រាប់ជ្រូកខ្ញីដែលគេយកមកដើម្បីធ្វើជ្រូកនេះគឺគេប្រើជ្រូកខ្ញីទូចទូចហ្នឹងបងប្អូនអាកូនជ្រូកខ្ញីគេប្រើអត់ប្រើអាចាស់ទេអញ្ចឹងពេលបងប្អូនញ៉ាំស៊ូស៊ីឬក៏សាស៊ីមីអីលើក្រោយត្រីឆាអីកុំភ្លេចញ៉ាំខ្ញីផងជ្រូកខ្ញីហ្នឹងណាអញ្ចឹងទូនទីរបស់វាគឺបែបហ្នឹងឯងវាជួយឲ្យយើង refresh ហើយយើងញ៉ាំត្រីបន្ទាប់វាយើងដឹងរសជាតិត្រីបន្ទាប់រសជាតិបែបម៉េចអញ្ចឹងបើឧទាហរណ៍ថាខ្ញុំញ៉ាំ salmon ប៉ុន្តែខ្ញុំអត់ញ៉ាំខ្ញីខ្ញុំញ៉ាំ tuna អញ្ចឹងវាអាចនឹងច្រឡំរសជាតិគ្នាដោយសារត្រីវាមានជាតិឆ្អាបអញ្ចឹងនៅពេលដែលយើងអត់ញ៉ាំជ្រូកខ្ញីដើម្បីឲ្យកាត់ឆ្អាបជួយឲ្យមាត់យើង refresh ទេយើងអាចដឹងថាត្រីមួយទៀតរសជាតិបែបម៉េចទេ